អ្នកគ្នាថ្ងៃនេះខ្ញុំមកបរៀនអ្នកគ្នារបៀបដាក់ folder ខ្លះលើ version 26.1 អ្នកគ្នាយក file treat មកតមកអ្នកគ្នាចុច play វាទៅចាំវាចូល game ទៅរៀងខ្ញុំកាត់ឲ្យភាសារៀងយូរពេកតមកអ្នកគ្នាចូលដល់ game ហើយអ្នកគ្នាចាញ់ពី game មកចេញពី game សិនមកតមកអ្នកគ្នាចូល channel Telegram ខ្ញុំតម្លាក់ folder ខ្លះនោះហ្នឹងអ្នកគ្នាចុចកត់វាយូរចាំតិចគ្នាកត់វាយូរចុច copy ហើយចូលកន្លែង download ផាសវាមកហើយគ្នាមើលតាមហ្នឹងខ្ញុំ save កន្លែងហ្នឹងហើយមកចាំវារៀងយូរតិចមកចាំវាតិចទៅតមកអ្នកគ្នានេះអ្នកគ្នាឃើញតមកអ្នកគ្នាចូល MJ Launcher មកជាកន្លែង open game ណាហើយអ្នកគ្នាចុចកន្លែងហ្នឹងមកហើយពាក្យថាទាញយកហ្នឹងហើយនេះ sync mode ហ្នឹងហើយអ្នកគ្នាចុច mode មកចុច tray 3ទាំងអស់ហើយអ្នកគ្នាចុចចម្លងវាមកហើយចូល MJ Launcher អ្នកកន្លែងដាក់ mode ហ្នឹងអ្នកគ្នាមើលតាមនោះនេះ mode ដាក់ផាសវាចូលទៅចម្លងវាតមកយើងទៅរកទៅយកនេះកន្លែងនេះ setting ដែលគេលេងអីហ្នឹងអ្នកគ្នាយកតាមហ្នឹងឯងតមកនេះយើងចូល MJ Launcher មកតាមនោះខ្ញុំខ្ជិល5ហើយវីដេអូនេះនេះយើងឆ្ងល់ត្រង់ណាអាច comment នៅក្នុងវីដេអូ YouTube នឹងបានខ្ញុំតបគ្រប់ពេលតមកយើងចូលក្នុង game មកគឺវា load ហើយគ្នាយើងចាំតិចតនេះវា load មកហើយចាំតិចទៅតមកនេះអ្នកគ្នាចាំ plate នេះកន្លែងយក cap នេះកន្លែងមើល mode តិចចាំប្រាប់កន្លែងយក cap អ្នកគ្នាមើលក្រោម set mode នេះគឺកន្លែងយក cap